បើតាមបងស្រីម្នាក់គាត់ប្រាប់នៅកន្លែងលក់ថ្នាំចិនក៏បាននិយាយថាលោកតារបស់គាត់មានប្រជជនជាង90ឆ្នាំហើយមានជំងឺវង្វេងវង្វាន់ហើយមកហូបត្រូវនៅថ្នាំមួយប្រភេទនេះថ្នាំព្យាបាលជំងឺវង្វេងភ្លេចមុខភ្លេចក្រោយទូទៅគេហៅថាជំងឺចាស់វង្វេងជំងឺនេះពិបាកក្នុងការព្យាបាលណាស់ដូច្នេះខ្ញុំសូមណែនាំពីការព្យាបាលជំងឺបែបរុក្ខជាតិឱសថម្ដងសិនជាលេបថ្នាំមិនជាព្យាបាលអលទ្ធភាពហើយនោះអាចមកសាកល្បងតាមវិធីនេះបានថ្នាំដែលយើងត្រូវមានចំនួន3មុខដូចជាផ្លែភ្នៅក្រៀម3ចំណិតគល់សក្តិ3គល់និងលំអងផ្កាឈូកចំនួន1ចឹបហើយដាក់ដាំទឹកចំនួន1លីត្ររំងាស់រហូតដល់ពុះចេញជាតិល្អប្រហែលជា15នាទីអីចាំទទួលទាននៅពេលក្តៅអ៊ុនៗគួរព្យាយាមឲ្យអ្នកជំងឺគាត់ទទួលទានជារៀងរាល់ថ្ងៃទទួលទានចាប់ពី1សប្តាហ៍ឡើងទៅនឹងបានធូរស្បើយអាការៈវង្វេងវង្វាន់ភ្លេចមុខភ្លេចក្រោយនិងឆាប់បានប្រសើរឡើងវិញជំងឺវង្វេងនេះមិនមែនងាយស្រួលក្នុងការព្យាបាលឡើយគួរតែព្យាយាមទទួលទានជំងឺចាស់វង្វេងនេះគឺមានអាការៈដូចជាធ្វើសកម្មភាពញឹកញាប់ដដែលឬក៏និយាយដដែលហើយតែងតែវង្វេងទៅនេះទៅនោះមិនដឹងទីកន្លែងច្បាស់លាស់ហើយសមាជិកក្នុងគ្រួសារគួរតែប្រយ័ត្នព្រោះថានៅពេលដែលពួកគាត់វង្វេងម្ដងគាត់ទៅណាទៅណីគឺអត់ដឹងអីទេចំពោះអត្តចរិតវិញនឹងប្រែคล้ายទៅជាមនុស្សដែលមានចរិតកាយធ្វើនេះធ្វើនោះតាមទៅចិត្តអញ្ចឹងហើយគួរតែស្វះស្វែងរកនៅការព្យាបាលវិធីព្យាបាលលក្ខណៈបែបធម្មជាតិឱសថត្រូវតែចំណាយពេលក្នុងការព្យាបាលផងដែរបើសិនជាធ្លាប់លេបថ្នាំព្យាបាលមិនជាអាចមកសាកល្បងតាមវិធីនេះបាន share ទុកមើលពេលត្រូវការ follow page សម្រាប់វីដេអូថ្មីអរគុណ